សួស្តីបងប្អូនថ្ងៃនេះមកបិទទឹកស្រូវសូវព្រោះបានមួយសប្តាហ៍ដុសស្អាតអត់ខូចទេព្រោះក្រោយភ្លៀងឥឡូវទៅបិទទឹកហ่ะនៅក្នុងវីដេអូនេះខ្ញុំចង់បង្ហាញបទពិសោធន៍ខ្លះពីការសម្ដិលពូជក្នុងករណីដែលយើងត្រូវព្រោះដល់ថ្ងៃទៅព្រោះហើយសូវយើងត្រាំហើយព្រោះកើតដោយសារទឹកភ្លៀងវាចំនួនលិចដីបាត់ទៅហើយវាអត់ស្រកទេតើតែពី3យប់ក្រោយបានយើងអាចព្រោះបានហើយតើយើងត្រូវធ្វើយ៉ាងម៉េចចំពោះពូជដែលយើងត្រាំហើយហ្នឹងដើម្បីអាចឲ្យវាដុះវិញធម្មតាកុំឲ្យវាខូចហើយដុះហ្នឹងដុះបានល្អ 100% ដូចសូវយើងត្រាំធម្មតាណាអញ្ចឹងក្នុងករណីហ្នឹងមានខ្ញុំចែកវាជា2លក្ខខណ្ឌលក្ខខណ្ឌទី1ក្នុងករណីបើសិនជាទឹកលិចហ្នឹងក្នុងរយៈពេលខ្លីអាចថាត្រឹម2យប់3យប់អីអាហ្នឹងយើងគិតតាមវិធីមួយហើយករណីមួយទៀតគឺករណីដែលទឹកលិចហ្នឹងយូរថ្ងៃអាចថា4-5ថ្ងៃឬមួយសប្តាហ៍អញ្ចឹងទៅអញ្ចឹងយើងធ្វើមិនចំពោះពូជដែលយើងបានត្រាំហើយយើងឬមួយក៏យើងបានផ្អាប់វាហើយអញ្ចឹងខ្ញុំចែកជា2អញ្ចឹងករណីទី1បើសិនជាស្រូវយើងអត់ទាន់ស្រង់ណាហើយយើងនៅត្រាំអត់ទាន់បានស្រង់ទេដល់ហើយចំនួនយើងត្រូវព្រោះអត់កើតទេហើយយើងប៉ាន់ស្មានថារយៈពេលខ្លីឯងពីការលិចហ្នឹងអាចមកយប់2យប់អីចឹងទៅ3យប់អីចឹងទៅយើងកុំអាលស្រង់ពូជហ្នឹងទុកត្រាំវាចោលទឹកហ្នឹងទៅ2យប់ក៏ដោយ3យប់ក៏ដោយអត់ខូចទេហើយវាក៏អត់ដុះដែរនៅក្នុងទឹករហូតដល់ពេលតែដីយើងថាវាផុតទឹកហើយយើងអាចព្រោះបានផ្អាប់ទៅស្រង់វាផ្អាប់ទៅហើយយកទៅព្រោះទៅអាហ្នឹងគឺដុះធម្មតាអត់បញ្ហាទេនេះករណីមួយអាហ្នឹងករណីដែលយើងអត់ទាន់បានផ្អាប់វាឲ្យដុះនៅក្នុងទឹកយើងត្រាំវាថែមទៅហើយបាច់ខ្វល់អត់ខូចទេម្លង3យប់4យប់អត់បញ្ហាទេចំពោះករណីទី2ស្រូវយើងបានស្រង់វាផ្អាប់ហើយវាដុះហើយបាទឬមួយក៏មើលទំនងទៅថាទឹកនឹងលិចយូរអាច5ថ្ងៃឬមួយសប្តាហ៍អីទៅបាទស្រូវវាយើងផ្អាប់ហើយវាដុះបាទអញ្ចឹងបងប្អូនបាច់ត្រាំបន្តទេស្រង់វាផ្អាប់ឲ្យវាដុះទៅដុះធម្មតាបាទមកយប់ទៅដុះហើយយកវាទៅសម្ដិលការសម្ដិលហ្នឹងគឺបងប្អូនយកស្រូវដែលយើងបានផ្អាប់ហើយដុះហ្នឹងយកទៅពង្រាយវាតាមលទ្ធភាពស្ដើងកាលណាល្អកាលហ្នឹងធ្វើម៉េចកុំឲ្យស្រូវហ្នឹងមានកម្ដៅវាដុះប្រឡកថែមគឺធ្វើម៉េចឲ្យក្រៀមប្រឡកហ្នឹងវិញអញ្ចឹងបងប្អូនអាចហាលថ្ងៃក៏បាននៅក្នុងម្លប់ក៏បានដែរប៉ុន្តែអាសាជ្រួយវាធ្វើម៉េចកុំឲ្យវាមានកម្ដៅជាពិសេសនៅផ្នែកខាងក្រោមលេងមិនធ្វើឲ្យវាស្ងួតប្រឡកហ្នឹងវិញទាំងអស់ទៅហើយបងប្អូនកុំខ្លាចខូចអត់បញ្ហាទេហាលថ្ងៃក៏បានដែរហាលឲ្យស្ងួតទៅហើយទុកវាចោលហ្នឹងទៅរហូតដល់ពេលដែលយើងត្រូវព្រោះយើងច្រកថង់វាវិញទៅហើយយកវាទៅត្រាំទឹកក្នុងការត្រាំទឹកត្រាំកាន់តែយូរកាន់តែល្អមិនយ៉ាងតិចក៏បាន5ម៉ោងអីដែរដូចថាយើងត្រាំពីព្រឹកចឹងទៅព្រឹកថ្ងៃត្រង់ទៅហើយល្ងាចអាចយកបាចបានហើយបើមិនអញ្ចឹងទេបងប្អូនអាចត្រាំវាមកយប់ល្អផុតត្រាំបានមកយប់ត្រាំពីប្រលប់ទៅផឹកឡើងស្អែកស្រង់វាចេញមកស្រស់ហើយយើងយកបាចទៅបាទត្រាំមកយប់គឺល្អទឹកចូលទៅក្នុងគ្រាប់នឹងពេញវិញហើយបាទហើយបងប្អូនយកវាទៅបាចទៅគឺដុះធានាដុះ 100% អត់មានបញ្ហាទេនេះបទពិសោធន៍ខ្ញុំជួប2ដងហើយបងប្អូនឲ្យដូចស្រូវខ្ញុំនេះគឺដុះអត់បញ្ហានេះសុទ្ធតែជួបផ្ទះបទពិសោធន៍បានហ៊ាននិយាយបាទហើយក្នុងការបាចដីដែលយើងធ្វើហ្នឹងបាចបងប្អូនត្រូវតាមហូរទឹកចេញអស់ដីខ្សែហ្នឹងបងត្រូវចាំថាស្រូវដែលយើងសម្ដិលហ្នឹងគឺបាត់ទម្ងន់ហើយ
ទោះបីយើងត្រាំទឹកឡើងវិញក៏ដោយវាអត់ពេញលេញដូចសៅដែលយើងបានត្រាំដំបូងទេអញ្ចឹងវាមានទម្ងន់ស្រាលជាងមុនបើបងប្អូនបាច់ក្នុងទឹកស្រូវនឹងខ្លះអាចដែតខ្លះទៀតលិចដែរតែលិចអត់ពេញទម្ងន់ទេថ្មែលថ្មោលរសាត់តាមទឹកកឡោអញ្ចឹងវាអាចរមូលនៅក្នុងទឹកអញ្ចឹងខ្ញុំសំណូមពរបងប្អូនត្រូវប្រហូរទឹកឲ្យស្អាតដាច់ហើយបាចទៅធ្លាក់កន្លែងណាដុសកន្លែងហ្នឹងហើយធានាដុស 100% ណាហើយបើសិនជាបងប្អូនចង់លាយថ្នាំអីបដោះបន្ថែមទៀតក៏បដោះប៉ុន្តែខ្ញុំអត់ដែរទេខ្ញុំប្រើវិធីធម្មជាតិបាច់ដុសធានា 100% ចឹងពេលដែលបងប្អូនអនុវត្តវិធីនេះគឺអាចជឿទុកចិត្ត 100% មិនបាច់បារម្ភទេបាទខ្ញុំធ្វើរួចហើយសូវដុសមកផ្លែផលមកបានធម្មតាអត់បញ្ហាបាទអាហ្នឹងធ្វើម៉េចវាធម្មជាតិយើងត្រូវចេះកែច្នៃវាចឹងបាទសូមអរគុណបងប្អូនសូមជួយ Subscribe Channel YouTube ខ្ញុំម្នាក់មួយផងបាទអរគុណ